មកផាកញ្ញាដងម៉ៃសុបិនមួយថ្ងៃស្រមៃមួយជាតិមិនយល់សោះឬមួយក៏ស្រីមានស្នៀតចិត្តចងជួបទៀតដើម្បីឲ្យអស់ចិនដាមកណាត់ជួបស្រីជាថ្មីម្ដងទៀតតែងខ្លួនយ៉ាងស្អាតជួបស្រស់កញ្ញាក្រោមដើមស្វាយនេះក្បែរមាត់ទន្លេសង្ឃឹមម្លេះទេនឹកថាបានយល់ជាថ្មីម្លប់ស្វាយមាត់បាំងត្រឈឹងត្រឆេព្រឹកម៉ោង8ស្រីយ៉ាចាំអូអង្គុយតែឯងសែនស្រណោះខ្លួនទើបដឹងថាអូននាងប្រាចិនដាខ្លាចណាស់ក្រែងប៉ះចិនស្រីចង់ស្រលឲ្យបងអំពលជាច្រើនមកខាហមរកដែរតែរកនៅមិនបានឡើយអូយចិត្តតកអើយលេចណាយអ្នកសំណាម្លេះលប់ស្វាយមាត់បាំងត្រឈឹងត្រឆេប្រឹងម៉ោង8ស្រីអាយចាំអូអង្គុយតែឯងតែនស្រណោះខ្លួនទើបដឹងថាអូននាងប្រាចិនដាខ្លាចណាស់ក្រែងប៉ះចិនស្រីចង់ស្រលឲ្យបងអង្គុលជាច្រើនមកហើយខំរកដែរតែរកនៅមិនបានឡើយអូយចិត្តតកអើយលេចឡាយអ្នកសំណាម្លេះ